ថ្ងៃនេះគឺអ្នកគ្រូបានធ្វើជាវីដេអូមួយដែលតាក់ទងមួយនឹងមេរៀននៅចំពោះទី7គីមីសរីរាង្គគឺមេរៀនទី3អាស៊ីតសរីរាង្គឬក៏អាស៊ីតកាបូកស៊ីលិកចាអញ្ចឹងសម្រាប់និយមន័យអាស៊ីតកាបូកស៊ីលិកគឺជាសមាសធាតុសរីរាង្គដែលមានបង្គំនាទីការបុកស៊ីលអញ្ចឹងបង្គំនាទីការបុកស៊ីលនេះអាកន្លែង CO នេះ CO អញ្ចឹងការបុកស៊ីលក៏បានឬការប៊ូនីលក៏បានដែរអញ្ចឹងសម្រាប់កន្លែងនេះគឺ3ទម្រង់នេះគឺដូចគ្នាទេបើអ្នកគ្រូសរសេរនៅខាងឆ្វេងនេះគឺ COOH នេះអានេះបង្គំនីតិរបស់អាស៊ីតដែរណាប៉ុន្តែសរសេរជាលក្ខណៈទម្រង់វាដុលដល់ពេលនៅកណ្ដាលនេះគឺសរសេរជាលក្ខណៈស្ទើរលាតដើម្បីបង្ហាញអំពីកាបោនគឺមានដៃ4ណាអញ្ចឹងអាដៃអាដូចសញ្ញាដកនេះនៅខាងឆ្វេងនេះ1ហើយតមកស្ដាំជាមួយ OH នេះ2ហើយទៅពេលចុះមកក្រោម2ជើងនេះជាមួយនឹង O នេះ2ទៀតចឹងវា4ឬក៏រៀងទៅសេប្រឆិតនៅខាងស្ដាំនេះអានេះក៏ជាបង្គំនីតិរបស់អាស៊ីតកាបូកស៊ីលិកដែរអញ្ចឹងគីមីសរីរាង្គគឺវាមាននីតិវានីមួយរៀងខ្លួនដើម្បីបញ្ជាក់អំពីថាអានេះគឺជានីតិអីអាកុលជាអេតាជាសេតូនអាចឬក៏ជាអាស៊ីតកាបូកស៊ីលិកអញ្ចឹងទៅអញ្ចឹងសម្រាប់អាស៊ីតកាបូកស៊ីលិកគឺបង្គំនីតិរបស់វាគឺ COOH ហើយរូបមន្តទូទៅរបស់វារូបមន្តទូទៅរបស់អាស៊ីតកាបូកស៊ីលិកគឺ ACOOH អញ្ចឹងអ្នកគ្រូយកបង្គំនីតិអូនយកបង្គំនីតិវាគឺដាក់នៅខាងស្ដាំរួចយើងអាចប្រើរូបមន្តទូទៅនៃម៉ាណូអាស៊ីតកាបូកស៊ីលិកឆ្អែតគឺ CnH2n+1 COOH ឬក៏ CnH2n+1 យើងអាចទៅសេជាលក្ខណៈស្ទើរលាតដោយអ្នកគ្រូបញ្យល់ខាងលើគឺ CO ហើយ OH អញ្ចឹង n វាគឺធំជាងឬក៏ស្មើ0មានថា n នេះគឺយកពី0ទៅសម្រាប់អាស៊ីតកាបូកស៊ីលិកបាទអានេះរម៉ាំង2នេះគឺតាក់ទងជាមួយនឹងនាមវលីក្នុងការហៅឈ្មោះអាស៊ីតកាបូកស៊ីលិកអញ្ចឹងយើងចំនួន n ចាប់ពី0បើសិនជា n 0យើងបានHCOOHបាននេះពីណាគឺខ្លួនឯងត្រូវយកអា n 0នេះមកចំនួនកន្លែង CnH2n+1 OH មកអញ្ចឹងបើសិនជា n 0បើសិនជា n 0វាមិនទៅជានេះវាទៅជា C0 C0 មានថាអត់មានទេទៅបន្តមកទៀតកន្លែងនេះហាសនេះវាបានមិនហាសនេះវាមិនទៅជា n នេះមិន0 n 0 0 គុណ2មិន0 0 + 1វានៅតែគេ0 + 1វាមិន1អញ្ចឹងមានថាកន្លែងនេះ C0 នេះអត់មានទេណាទៅវាសល់តែហាសនេះអាម្ដុំមុខនេះគឺមិនសល់ហាសមែនអត់ម្ដងទៀតណាអញ្ចឹង n 0 0គុណនឹង2វាមិន0រួច0 + 1វាមិន1អញ្ចឹងមានន័យថាហាសនេះគឺវាសល់1ហើយភ្ជាប់ជាមួយនឹង COOH នេះវិញចាទៅកន្លែងនេះគឺយើងអាចហៅឈ្មោះថាអាស៊ីតមេតាណូអិកបានអាស៊ីតមេតាណូអិកពីណាឲ្យតែអាស៊ីតកាបូកស៊ីលិកគឺផ្ដើមដល់អាស៊ីតទាំងអស់ផ្ដើមដល់អាស៊ីតទាំងអស់ទៅបានមេតាណូអិកពីណាអញ្ចឹងអាស៊ីតរួចមេវាមិន METH ហើយកូនត្រូវបន្ថែមពាក្យ ANOH IC នឹងគឺ X អញ្ចឹងយើងហៅឈ្មោះថាអាស៊ីតមេតាណូអិកឬក៏ឈ្មោះយើងធ្លាប់ប្រើឈ្មោះហៅក្រៅហៅថាអាស៊ីតផូមិកនឹងហៅអាស៊ីតមេតាណូអិកក៏បានអាស៊ីតផូមិកក៏បានបន្ទាប់មកទៀតគឺយើងជំនួសគឺ n ស្មើ1យើងយក n ស្មើ1នេះមកជំនួសកន្លែង CnH2n+1 COOH នៅខាងលើអញ្ចឹងកន្លែងនេះមិន n 1អញ្ចឹង n 1វាទៅជា C1 H n 1 2ដង2 2 + 1 3អញ្ចឹងវាទៅជា CH3 ចាព្រោះអា C1 នោះមិនបាច់សេវាទេហើយភ្ជាប់ជាមួយនឹង COOH នេះយើងឃើញបានរូបមន្តនេះអត់អញ្ចឹងកូនឃើញមានកាបោន2កាលណាកាបោន2កាបោន1នៅខាងលើវាមិនមេកាបោន2មិនអេអញ្ចឹងវាទៅជាអាស៊ីតអេតាណូអិកនេះរូបយន្តមួយទៀតទៅណាគឺអាស៊ីត AETH ហើយដាក់ពាក្យថា ANOH ចឹងវាទៅជាអាស៊ីតអេតាណូអិកឬក៏អាស៊ីតឈ្មោះហៅក្រៅគឺអាស៊ីតអាស៊ីតិកអានេះគឺមាននៅក្នុងទឹកខ្មែរទៅប
បន្តទៀតទៅគឺយើងជំនួសដូចគ្នាទាំងអស់ចាប់ពី n0 មក n1 n2 n3 n4 ហូរហែមកអញ្ចឹងឈ្មោះនេះអ្នកគ្រូប៉ុណ្ណេះចុះដោយសារនៅខាងក្រោមអ្នកគ្រូដាក់ដល់10ទៅចាំទៅហៅនៅក្រោមទៀតតោះអញ្ចឹងមានចំណុចឲ្យត្រូវបន្ថែមអាហ្នឹងបើសិនជាក្នុងវិធានក្នុងការហៅឈ្មោះអាស៊ីតណានេះអ៊ីយូប៉ាគឺឈ្មោះហៅជាអន្តរជាតិគឺទី1គឺយើងត្រូវជ្រើសរើសកាបូនដែលវែងជាងគេហើយមានបង្គំនាទី COH វាជាខ្សែមេហើយកាបូននាទីជាកាបូនលេខ1ជានិច្ចអាឡែង COH នេះកាបូននាទីឬក៏បង្គំនាទីអាស៊ីតកាបូក្សិលិកណាត្រូវហៅឈ្មោះខ្នែងតាមលំដាប់អក្ខរក្រមបើសិនក្នុងករណីខ្នែងមានអក្សរច្រើនហៅមុនហៅក្រោយគឺយើងមើលទៅលើអក្ខរក្រមដោយនាទីមុនដែរទៅទៀតប្រសិនបើប្រើនាមវលិធ្លាប់ប្រើវិញទីតាំងនៃខ្សែខ្នែងឬក៏បង្គំជំនួសត្រូវតាំងតាមលំដាប់អក្ខរក្រមអញ្ចឹងវាមានលំដាប់លេខ1គឺ alpha អញ្ចឹងទៅហើយ beta អញ្ចឹងមក gamma អញ្ចឹងទៅឬក៏data អញ្ចឹងមកតាមអក្សរនេះគឺតាមលេខរៀងមានន័យថាបើសិនជាកាបូនលេខបើសិនជានៅលើកាបូនលេខ2 alpha កាបូនលេខ3 beta កាបូនទី3គឺ gamma កាបូនលេខ4គឺ data អញ្ចឹងទៅបើលេខ1កាបូនលេខ1គឺបង្គំនាទីយើងអត់បានបងអក្សរអីទេគឺចាប់ពីលេខ2 alpha លេខ3 beta លេខ3សំទោសលេខ2 alpha លេខ3 beta លេខ4 gamma លេខ5គឺ data អញ្ចឹងទៅណា2 3អានេះ4ហើយនេះ5តោះទៅនេះឧទាហរណ៍នេះគ្រូឧទាហរណ៍ទី1នេះអធិស្ឋាននេះគ្រូយកវាមកដាក់ណាយើងមើលអាកាបូននៃបង្គំបង្កាកាបូននៃជិតបង្គំនាទីលេខ1ទៅមកលេខ2ទៅអញ្ចឹងកន្លែងនេះគឺម្ដងទៀតទៅយើងអាចឲ្យបងឧទាហរណ៍ករណីមានខ្នែងមួយឬក៏កន្លែងក្រុមចំនួនមួយជិះមើល1 2 3អាសេហា3នៅក្រោមលេខ2អញ្ចឹងទៅដល់ពេលដែលយើងហៅគឺយើងហៅមកយើងហៅអាស៊ីតទាំងអស់មកថាខ្សែត្រង់ឬខ្សែខ្នែងយើងឈ្មោះអាស៊ីតមុនទាំងអស់អញ្ចឹងយើងហៅអាស៊ីត2មេទីលអញ្ចឹងខ្នែងលើលេខ2ហើយប្រូប៉ាណូអិចខ្សែមេវាកាបូន3ឬក៏យើងហៅមួយទៀត2 alpha មានន័យថា alpha នេះគឺតំណាងឲ្យលេខ2អញ្ចឹងវាទៅជាអាស៊ីតមកដាក់សញ្ញា alpha អញ្ចឹងមកមេទីលមកកាបូន3គេអានថាប្រូព្យូនិកតាអញ្ចឹងយើងអាចហៅបាន2តាទៅទី2ទម្រង់ទី2នេះករណីដែលខ្នែងវាខុសគ្នាចឹងអធិស្ឋានផងដោយសារសរសេរក្នុងកុំព្យូទ័រទៅវាពិបាកតិចដោយសារគីមីដៃជើងវាចង្អាងតាអញ្ចឹងលេខ1គឺជាកាបូនដែលជាបង្គំនាទីចេះលេខ2តោះអញ្ចឹងលេខ2 3អានេះរៀបកាបូនខ្សែមេតើមានចំនួនកាបូនប៉ុន្មានយើងឃើញវា5អញ្ចឹងម្ដងទៀតណា alpha គឺនៅលើកាបូនលេខ2លេខ3នោះគឺ gamma កាបូនលេខ4នោះគឺ beta កាបូនលេខ5នោះគឺ data អញ្ចឹងយើងឃើញថាកាបូនលេខ2នោះគឺ alpha គឺអត់មានក្រុមជួរទេប៉ុន្តែលើលេខ3គឺមាន chlor អញ្ចឹង chlor គឺផ្ដើមដោយអក្សរ C ពិតវា CH តែយើងយកអក្សរ C មុនមកហើយដល់ពេលលេខ4គឺ methyl អញ្ចឹង methyl គឺអក្សរ M អញ្ចឹងក្រុមចំនួននេះគឺខុសគ្នា2មានអត់អញ្ចឹងដល់ពេលយើងហៅគឺយើងហៅតាមរយៈអក្ខរក្រមភាសាអង់គ្លេសអញ្ចឹងអក្សរ C និងអក្សរ M គឺអក្សរ C ដល់មុនអញ្ចឹងដល់ពេលដែលយើងហៅមកវាទៅជា chlor ហៅមុនតែដល់ពេលក្រុមពួក alloxan គឺយើងដាក់សលេងស្អូវាទៅជា acid 3 chloro 4 methyl pentanoic
ឬក៏យើងហៅថាអាស៊ីតបេតាអញ្ចឹងបេតានេះc'estអក្សរកាម៉ាc'estអក្សរ alpha អញ្ចឹងទៅមិនបាច់c'estអង់គ្លេសដូចអាកន្លែងនេះគ្រូc'estឲ្យទេc'estថាអាស៊ីត alpha chloro gamma methyl valeric អា valeric នេះមកពីកាបូនទាំងអស់វា5ចាំអ្នកគ្រូហៅខាងក្រោមទៀតហើយអញ្ចឹងបញ្ជាម្ដងទៀតណាលេខ2ហ្នឹងគឺ alpha ហើយ gamma នោះគឺកាបូនលេខ3អញ្ចឹង valeric នោះគឺសម្រាប់កាបូនខ្សែមេវាទាំងអស់វា5អានេះគេហៅឈ្មោះឈ្មោះធ្លឹបប្រើឈ្មោះហៅក្រៅអញ្ចឹងប៉ូលីពាក្យថាប៉ូលីនេះគឺមានបង្គំអាស៊ីតនេះគឺចាប់ពី2ឡើងទៅអញ្ចឹងបើសិនជា2យើងហៅថា D អាស៊ីតបើបង្គំនាទីរបស់ COO នេះវាមាន3អានេះយើងហៅវាថា3បើ2យើងហៅវា D អាចហៅតាម EU បៈដោយបន្ថែមពាក្យ DOH ឬក៏ 3OH ឧទាហរណ៍ទី1នេះគឺបង្គំនាទីអាស៊ីតកាបូកស៊ីលិកមាន2អញ្ចឹងហើយបើយើងរឹបខ្សែមេអានេះយើងរឹបលេខ1ពីឆ្វេងក៏បានពីស្ដាំក៏បានយើងជាអាស៊ីតសរីរាង្គគឺយើងហៅឈ្មោះគឺយើងរឹបកាបូនគឺយើងឃើញកាបូន3អញ្ចឹងយើងហៅមកគឺអាស៊ីតមុនគឺ complex អាស៊ីតមុនមកអាស៊ីតមក1 3នេះមកពីបង្គំនាទីលើលេខ1លេខ3ហើយប្រូប៉ាន DOH តោះបើនេះវេលាធ្លាប់ប្រើគឺយើងហៅថាអាស៊ីតម៉ាឡូនិកឈ្មោះធ្លាប់ប្រើនេះអានេះវាចង់និយាយថាវាមិនសូវមានហេតុផលប៉ុន្មានណាដូចយើងឈ្មោះហៅក្រៅអញ្ចឹងណាមានឈ្មោះវិជីជាតិអញ្ចឹងទៅហើយឈ្មោះហៅក្រៅទៅពេលឧទាហរណ៍ទី2គឺយើងរឹបកាបូនឃើញមែន1ក្នុងវងកញ្ចក់នេះ2រួច3មានថាកាបូនមាន2ដងរឹបត្រួត2ដងមកទៅមក4ទៅដល់ពេលដែលយើងហៅតាម EU បៈតាម EU បៈគឺយើងហៅតាមមេកាបូនមេ A Pro 1ប៉ង XF ចឹងយើងឃើញកាបូនវា4អញ្ចឹងវាទៅជាអាស៊ីត1 4ប៊ុយតាន DOH រួចបើឈ្មោះធ្លាប់ប្រើគឺអាស៊ីតសុកស៊ីនិកទី3គឺដូចគ្នាណាប៉ុន្តែទី3នេះមើលកាបូនទាំងអស់វាប្រមាណខាងស្ដាំនេះ1ហើយក្នុងវងកញ្ចក់នេះ3ទៀតហើយដល់ពេលខាងឆ្វេងនេះ1ទៀតទាំងអស់វាប្រមាណ1និង3 4 1 5ទៅវាទៅជាអាស៊ីត1 5ប៉ងតាន DOH ហើយដល់ពេលនាមលីធ្វើប្រើគឺអាស៊ីតឃ្លុយបារិកប៉ងតានដាក់ប៉ងហើយដាក់អានផងណាដូចឧទាហរណ៍ទី1ប្រូនេះប្រូប៉ានប៊ុយតានប៉ងតានតោះអានេះកន្លែងគ្រូថាអ្នកគ្រូនឹងដាក់ការហៅឈ្មោះអាស៊ីតសម្រាប់បុព្វបុត្រកាបូនទាំង10អញ្ចឹងបើសិនជាយើងហៅតាម EU បៈគឺយើងហៅកាបូន1មេកាបូន 2A អញ្ចឹងទៅកាបូន3ប្រូកាបូន4ប៊ុយកាបូន5ប៉ងតែបើឈ្មោះហៅធ្លាប់ប្រើអាហ្នឹងយើងហៅឈ្មោះវាផ្សេងទៀតប៉ុន្តែជាទូទៅគេច្រើនតែហៅឈ្មោះធ្លាប់ប្រើហើយតើដូចយើងមានឈ្មោះដូចថាមានឈ្មោះ2មួយវិជាជាតិហើយនឹងឈ្មោះហៅក្រៅបើគេស្គាល់ឈ្មោះហៅក្រៅគេហៅឈ្មោះខាងក្រៅវាខ្លីតើឥឡូវយើងចាប់ផ្ដើមបើសិនជាកាបូន1យើងហៅថាអាស៊ីតផូមេតឈ្មោះធ្លាប់ប្រើដល់ពេលឈ្មោះហៅតាម EU បៈគឺអាស៊ីតមេតាណូអេកអញ្ចឹងបើសិនជាអានេះគឺមានក្នុងសម្ោចភ្លើងអាស៊ីតមានសម្ោចភ្លើងពេលសម្ោចខាំយើងទៅយើងល្មើសយើងឈឺអាហ្នឹងគឺដោយសារវាបញ្ចេញជាតិអាស៊ីតអាសម្ោចភ្លើងបើស្រកនេះរូហៅសម្ោចយួនអាសម្ោចក្រហមវាឆ្នាស់តោះរួចបើសិនជាកាបូនមាន2នេះកាបូនមាន2គឺយើងហៅថាអាស៊ីតតិកគឺមានក្នុងទឹកខ្មេះឬក៏យើងហៅថាអាស៊ីតអេតាណូអិកហើយកាបូន3គឺមានក្នុងទឹកដោះគោអានេះគឺអាស៊ីតប្រូព្យូនិកឬក៏អាស៊ីតប្រូប៉ាណូអិកទី4គឺអាស៊ីតប៊ុយទីរិកឬក៏អាស៊ីតប៊ុយតាណូអិកតោះទៀតទៅអានេះកាបូន4នេះគឺមាននៅក្នុងបឿហើយយើងហៅឈ្មោះធ្លាប់ប្រើគឺអាស៊ីតប៊ុយទីរិកឬក៏អាស៊ីតប៊ុយតាណូអិកដល់ពេលមកកាបូន5គឺមានក្នុងទឹកដោះគឺទឹកដោះពពែហ្នឹងអាស៊ីតវ៉ាលេរិកឬក៏អាស៊ីតប៉ង់តាណូអិក
chẳng yêu bạn nó phải dương lập prao chán phải một sơ bạn thì này phải bạn chăm mà chung lập prao này axit carbon muối axit formic axit acetic bay axit propionic buồn axit butyric pram valeric muối caproic 7 axit enantic 8 caprilic 9 axit pelaconic 10 capric នេះអានេះគឺសូត្រសើចាំអីប៉ុន្តែអាស្រ័យលើការព្យាយាមរបស់យើងទេគ្រូតែយើងព្យាយាមទៅយើងហៅបានទេហៅហើយយកกระดาษមកគាត់បន្ថែមទៀតឲ្យតែញឲ្យមើលចាំហើយត្រូវយកសរសេរទៅវាឆាប់ឲ្យយើងចាំបើយើងតែទិញតែមើលអត់សរសេរវាអត់សូវចាំបានទេអញ្ចឹងទៅតែទិញផងសរសេរផងមកឆាប់ចាំតែមួយទៀតអេស្តេហាក់ទី12ក៏មានតែដល់ពេលយើងនៅក្នុងមេរៀនទី11នេះវាមានអេស្តេខ្លះដែរអញ្ចឹងអ្នកគ្រូបញ្យល់បន្ថែមទៀតបើយើងរៀនទី11បានដល់ពេលទី12គឺយើងបន្ថែមទៀតទៅគឺយើងកាន់តែចាំណាអេស្តេអញ្ចឹងអេស្តាជាអង្គធាតុស្រឡាយនៃអាស៊ីតកាបុកស៊ីលិកដែលសាច់ញាតិបងប្អូនគេនឹងឯងមានន័យថាអេស្តាកើតពីអាស៊ីតកាបុកស៊ីលិកដែលបានមកពីការជំនួស OH របស់អាស៊ីតដោយក្រុម AO' របស់អាល់កុលអានេះចង់និយាយចេះដើមកណាត់អេស្តាមកពីអាស៊ីតចឹងអាស៊ីតវាមិន ACOOH អញ្ចឹងធ្វើល្មិចបានបង្កើតទៅជាអេស្តាគឺគេជំនួស OH របស់អាស៊ីតនេះអាស៊ីតគឺត្រូវជំនួសអញ្ចឹងយើងលុបលុបOH ចេញហើយជំនួសដោយ OR' របស់អាល់កុលវិញអញ្ចឹងដល់ពេលបញ្ចូលគ្នាមកគឺវាទៅជានេះ ACOOR' ដែល A និង A' នឹងអាចដូចគ្នាតោះឬក៏ខុសគ្នាអញ្ចឹងទៅអញ្ចឹងយើងនឹងនិយាយម្ដងទៀតថារូបមន្តទូទៅរបស់ អេស្តាគឺ ACOOR' ដែលបង្គំនីតិរបស់អេស្តាគឺនៅកណ្ដាលគឺ COO តោះសម្រាប់នាមវេលាអេស្តាគឺយើងចែកវាជាពីរកណាត់ដោយសារវាកើតពីអាស៊ីតនិងអាល់កុលអញ្ចឹងការឈ្មោះអេស្តាគឺចេញមកពីអាស៊ីតនិងអាល់កុលនឹងឯងចឹងអ្នកគ្រូហុំពីរកណាត់ហុំពីរផ្នែកចឹងផ្នែកនៅខាងឆ្វេងគឺពូខៀវនោះគឺជារបស់អាស៊ីតចឹងអាស៊ីតសលេងវាគឺអាណូអាតនេះយើងខាងឆ្វេងសំលេងអាតហើយខាងស្ដាំជារបស់អាល់កុលគឺសំលេងអ៊ីលបន្ទាប់ណាឆ្វេងគឺអាស៊ីតស្ដាំនេះគឺអាល់កុលអាល់កុហុលសំលេងនៅខាងស្ដាំសំលេងអ៊ីលប៉ុន្តែពេលហើយយើងហៅវាទី1យើងហៅមុនដល់ពេលអាស៊ីតនឹងហៅទី2អាស៊ីតហៅក្រោយតារួចដើម្បីហៅឈ្មោះអេស្តាគេហៅរ៉ាឌីកាល់របស់អាល់កុលរួចបានហៅអាស៊ីតដោយបដូរប្រឆាំបត់ពី OH ទៅជា OR តាឧទាហរណ៍តើយើងមើលឧទាហរណ៍មកយើងហុំពីរកណាត់ពីផ្នែកដូចគំរូខាងលើទៅយើងរៀបកបោននៅខាងស្ដាំហៅមុនខាងស្ដាំមិនកបោនមាន2ដល់ពេលនៅខាងឆ្វេងកបោនមាន2ដែររៀបចាប់ពីបង្គំនាទីពីស្ដាំមកឆ្វេងវិញតែយើងឃើញមកកណាត់ឆ្វេងកណាត់ស្ដាំកបោន2ដូចគ្នាមែនអត់តែយើងហៅខាងស្ដាំមុនអញ្ចឹងកបោន2វាមិន A ហើយថែម E អញ្ចឹងវាទៅជា A ទីលនេះ A ហើយថែម YL អញ្ចឹង A ទីលអានេះខាងស្ដាំទៅមកខាងឆ្វេង A ដែរ ETA ប៉ុន្តែបន្ថែមពាក្យថា A no at អញ្ចឹងវាសរុបទៅវាទៅជា A ទីល eta no at ឧទាហរណ៍ទី1ឧទាហរណ៍ទី2គឺមើលកាបោនខាងស្ដាំមុនអញ្ចឹងឃើញ2អញ្ចឹងទៀតគឺ A ទីលទៀតប៉ុន្តែមកខាងឆ្វេងនេះគឺកាបោន C655 នេះ penil មិនមែនរឹប x ទេណាមិនមែនរឹប x ហើយឃើញបង្គំនាទីអក្សរ C មួយទៀតទំ7 up array C655 គឺ penil ភ្ជាប់ជាមួយនឹងកាបោនមួយទៀតគេហៅថាបង sil ប៉ុន្តែដល់ពេលដែលយើងហៅ extra មិនចេញ il ទេវាទៅជា a ទីលបងសូអាតរួចឧទាហរណ៍ទី3នេះបើសិនជានៅខាងស្ដាំគឺ penil
ដល់ពេលមកខាងឆ្វេងគឺ A ចឹងវាទៅជា A តានោះអាតវិញស្ដាំ il ឆ្វេងអាតរួចឧទាហរណ៍ទី4ចុងក្រោយនេះគឺជាខ្នែងម្ដងអញ្ចឹងមកកណាត់ខាងឆ្វេងនេះសំទោសមកកណាត់ខាងឆ្វេងនេះគឺ1 2 3អញ្ចឹងខ្នែងនៅលេខ2អញ្ចឹងវាទៅជា2ហើយខ្នែងនេះឈ្មោះថាមេទីលខ្សែមេវា3អញ្ចឹងវាទៅជាប្រូពីលដល់ពេលមកកណាត់ខាងឆ្វេង1 2 3 4ខ្នែងនៅលេខ3អញ្ចឹងវាទៅជា3មេទីលហើយខ្សែមេវា4វាទៅជាបុយតាណូអាតអញ្ចឹងឲ្យតែខ្នែងខាងណាក៏ដោយគឺសំលេងអ៊ីលទាំងអស់ខ្នែងណាអញ្ចឹងឧទាហរណ៍4នេះគឺសម្រាប់ Esther ណាចប់ហើយអញ្ចឹងនៅក្នុងវីដេអូនេះបញ្ជាក់គឺនិយាយអំពីការឈ្មោះរបស់អាស៊ីតកាបូកស៊ីលិកហើយនិង Esther អញ្ចឹងសង្ឃឹមថាបងប្អូននឹងបានយល់ហើយបើសិនជាអត់យល់ខ្លួនឯងខាវីដេអូចុះឡើងទៅចាឬក៏អាច comment សួរអ្នកគ្រូបន្ថែមទៀតបានណាអរគុណច្រើនហើយជួយ share និងជួយ subscribe channel របស់អ្នកគ្រូផងណាដើម្បីបានវីដេអូថ្មីដែលអ្នកគ្រូខំព្យាយាមបង្កើតជាមេរៀនដើម្បីជាចំណេះដល់បងប្អូនទាំងអស់គ្នាណាអរគុណច្រើនបាយបាយសុខភាពល្អជោគជ័យនៅក្នុងការសិក្សារៀនសូត្រ